Bố nó không clip này mà trong chạy rùm lệ âm pi bịa tha sắc xa pre bạc để giặt thó nâng bạc để bạc tam pre thô từng pi ní cứ chia lầm đòi nó nhiệt nhộm chia lầm đòi tầm bốn dân trâu sắc xa pre bạc để giặt thó chia mê riêng à so sa thô mê riêng à so sa ưu tiên họ đối chia dân riêng âm pi sal pram chấn dân phải chụp thầm mày cha kẹt thầm mày cha xem lục năng phần vô dươngจะเซมปีสัลปรามนะปานาติปาตาเวรมณีเสกขานะเกิริยาวิจาในการสำหรับสั้นนังอัตเนียเตียนี้เกิริยาวิจาในการลุยตรอกสมบัติเนี่ยเราตีการเมสุมาชาจาระการมันประพฤติสายการข้อกันลงจีดามก็โดยเชี่ยมุสาเวียนการมันโพลcủa họสุราเมริยะจีดามคือการมันใช้นตึกสว่างนี้สิขาบอลบอลđể trâu sắc xá trong pram bạc càนะให้อาจารย์นั่งเป็นโยลที่ท่าเยอะมันtrâuลุยเกสำหรับเกก็họเกใช้เครื่องสว่างนั่นซาวิมีนตกแบบนี้ให้ไปเยอะซาบ้านนั่นวิมีนกุลสมบัติแบบนี้จังเตอเนี่ยนี่คือศักษาเปรย์ปาริยัติทอนคือเป็นโยลให้ยังสดับตัวยังโยลยังชิระทลายังก้าวดิเรียแต่อันนี้ก็หาทางการศึกษาการศึกษานั่นแหละนกนงสลาสดับการเป็นโยลสดับอาจารย์เป็นโยลสดับประสองเป็นโยลนั่นก็หาทางการศึกษาเราไปการปฏิบัตินั่นเรื่องเซงมูทีละการปฏิบัตินั่นอุทิศธรรมสัตว์คำเยิงจังก็โยมสัตว์คำเยิงยังเคยสัตว์คำมันตายยังสลับอ่อนเนี่ยขณะเปเดมินโอปัตไปให้ชมเฮ้ยเนี่ยเยื่ออัดบ้านสำลับเยื่ออัดบ้านสำลับอันนั้นหาท้าปฏิบัติตามไหมเมียนไทยยังโยเลยถามสัตว์นี่มันกู้สำลับเดี๋ยวยังเคยลอยเกตรอกสมบัติเกตกหนูเลือตกหรือกตีกับไหลนาเนียนี้นั่นยังเคยแต่ยังอัดบ้านลุยนั่งอัดบ้านลุยเนี่ยอันนี้หากาปฏิบัติในปฏิบัตินั่งเวียประกอบวิเชียสได้เวียบานเฟอร์นั่นโยมเวียบานเฟอร์นั่งเวียบานเฟอร์หรือก็ปัจจุบันนี้ตัวไปเชียสัตว์เหมือนบ้านมาคำยังได้ก็ยังอัดบ้านมีเจตนายังกันเจตนาถ้าอันมันสำลับอันนั้นก็เฮาชูท้าการปฏิบัติได้นะคือเหมือนบ้านเฟอร์เหมือนบ้านประพฤติនៅអង្គហេតុណាដែលធ្វើឲ្យអ្នកដតីអន្តរាយហ្នឹងគេហៅថាបដិបត្តិសិលអញ្ចឹងឧទាហរណ៍បដិបត្តិសមាធិមិនបដិបត្តិសមាធិហ្នឹងគឺយើងទៅសិក្សាពីព្រះបរិយ័តពីសមាធិសមាធិហ្នឹងគេសិក្សាពីអីរៀនតម្កល់ចិត្តយ៉ាងម៉េចរៀនតម្កល់ចិត្តឲ្យប្រះចាកពីអារម្មណ៍រវើរវាយរៀនតម្កល់ចិត្តឲ្យប្រះចាកអំពីសេចក្តីក្តៅក្រហាយផ្សេងអញ្ចឹងឬរៀនតម្កល់ចិត្តនៅក្នុងអារម្មណ៍កម្មដ្ឋានពិសេសណាមួយដែលយើងចង់កាន់យកឧទាហរណ៍ថាកសិន10ឬក៏អាណាបាណាសតិកម្មដ្ឋានអញ្ចឹងទៅអានេះយើងរៀនសិនណានឹងដល់ពេលយើងបដិបត្តិហ្នឹងគឺយើងត្រូវមកអង្គុយស្ងៀមណាញោមសមាធិហ្នឹងអង្គុយស្ងៀមអញ្ចឹងឥឡូវដល់អាណាបាណាសតិកម្មដ្ឋានរៀនទៅណាយើងរៀនតម្កល់ចិត្តទៅដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលទៅដឹងខ្លះមិនដឹងខ្លះអាហ្នឹងគេរៀនអាគេហៅថាបដិបត្តិព្រោះនេះគេហៅថាបដិបត្តិហ្នឹងវាត្រាប់តាមហើយមួយទៀតឧទាហរណ៍ថានិយាយអំពីនៃខមៈណាអានិសង្ឃរបស់អ្នកបួសអញ្ចឹងយើងទៅរៀនព្រះបរិយ័តធម៌អំពីអ្នកបួសអញ្ចឹងតើអ្នកបួសនឹងត្រូវកោសក់កោអញ្ចើមអ្នកបួសនឹងត្រូវចេញចាក់វងតកូលយើងយល់សិនអ្នកបួសនឹងត្រូវចេះសិក្ខាបទណាសាមណេរសិក្ខាបទ10សក្ខីវត្ត75អីចឹងទៅឬក៏ភិក្ខុសិល4ឬក៏មានការសិក្សាច្រើនអញ្ចឹងទៀតទៅអាហ្នឹងយើងដឹងណាគេហៅថាបរិយ័តតែយើងមិនចេញបួសហើយណាញោមមិនបានបដិបត្តិជាអ្នកបួសហើយណាយើងត្រឹមតែនៅក្នុងជាក្រហោះដដែលអាហ្នឹងគេហៅបរិយ័តដល់ពេលបដិបត្តិតាមអាហ្នឹងយើងចេញមកបួសហ្មងណាញោមអាហ្នឹងគេហៅបដិបត្តិនឹងកោសក់កោអញ្ចើមកោអីនោះវាដាច់ឆ្លានោះវាស្ដែងចេញប្រកបចេញកំពុងតែត្រាប់តាមអាហ្នឹងហៅបដិបត្តិអញ្ចឹងកន្លែងនេះដែលសង្គមយើងត្រូវតែទទួលព្រមណាញោមទទួលព្រមថាព្រះបរិយ័តហ្នឹងគឺត្រឹមដែនប៉ុណ្ណេះទេហើយមិនតាន់បានបដិបត្តិទេបដិបត្តិហ្នឹងគឺមកអនុវត្តពិសោធន៍ធ្វើតាមណាហើយរឿងបដិវេណនោះបានសម្រេចហើយជោគជ័យហើយអាហ្នឹងរឿងផ្សេងទៀតយើងពោលត្រឹមតែបដិបត្តិតាមហ្នឹងកំពុងបដិបត្តិតាមហើយបដិបត្តិតាមខ្លះវាជោគជ័យហ្នឹងត្រាប់តាមខ្លះទៅជោគជ័យត្រាប់តាមខ្លះក៏មិនតាន់ជោគជ័យដែរតែព្រះបរិយ័តនេះយើងបានសិក្សាហើយអញ្ចឹងរឿងដែលយើងសិក្សានៅក្នុងសំណាក់ព្រះដ៏មានប្រភេទនេះវាត្រូវមានបទដ្ឋានព្រះបរិយ័តហ្នឹងហើយមុនយើងបដិបត្តិអីញាតិញោមទៅសិក្សាឲ្យច្បាស់លាស់អូមកថាចង់សិក្សាអំពីការធ្វើទានអញ្ចឹងយើងទៅសិក្សាទៅការធ្វើទានហ្នឹងយើងធ្វើយ៉ាងម៉េចឲ្យត្រូវទំនងតាមប្រពៃណី
តាមបែបផែននៃព្រះពុទ្ធឧវាទណាយើងមានការបែងចែកទ្រព្យសម្បត្តិយ៉ាងណាទុកឲ្យមេដាបិតាបែងចែកទ្រព្យសម្បត្តិយ៉ាងណាទុកខ្លួនឯងបុត្រភរិយាទ្រព្យសម្បត្តិយ៉ាងណាទុកទំនុកបំរុងអ្នកមានគុណឬក៏អនាគតយ៉ាងណាហើយទុកបណ្ណាដើម្បីធ្វើទានដល់ស្មុំជួជក់សាមណៈព្រាហ្មណ៍អ្នកមានសិលប្រសង់អីជាដើមណាយើងទៅរៀនអាហ្នឹងសិនដល់ពេលបដិបត្តិទានហ្នឹងគឺយើងយកទ្រព្យហ្នឹងហុចឲ្យណាយើងលះបង់ដោយស្ដែងពិតហ្នឹងគេហៅថាបដិបត្តិអញ្ចឹងកន្លែងហ្នឹងឲ្យដែលញោមត្រូវយល់អំពីថាព្រះបរិយត្តិធម៌និងបដិបត្តិហើយរឿងនេះតែសម័យព្រះសម្មាសម្ពុទ្ធហ្នឹងបរិយត្តិហ្នឹងគឺការស្ដាប់ហ្នឹងគឺវាស្ដាប់ដោយសារតែព្រះភិក្ខុសង្ឃសាមណៈសាវកសាវកានៅក្នុងសម័យព្រះហ្នឹងគេមានបញ្ញាលឿនចុះគេស្ដាប់ភ្លាមញោមគេស្ដាប់ព្រះអង្គពោលអំពីត្រៃលក្ខ3ទុក្ខអនិច្ចំអនត្តាលោកនេះមិនទៀងទាត់កាយនេះបែកធ្លាយទៅដល់ពេលទៅគេសម្រេចការបដិបត្តិក្នុងពេលហ្នឹងទៅពាក្យថាបដិបត្តិនេះដោយអត្ថថាបានលះតាមធ្វើតាមត្រាប់តាមទៅធ្វើឲ្យចិត្តហ្នឹងរួចផុតស្រឡះដោយគណៈនោះឯងអញ្ចឹងតែសម័យយើងនេះកម្រមានអ្នកណាដែលទៅសិក្សាព្រះបរិយត្តិដោយការអានក្តីដោយការស្ដាប់ក្តីហ្នឹងគឺអាចធ្វើមគ្គហ្នឹងគឺធ្វើចិត្តហ្នឹងឲ្យកើតឡើងមានអំណាចខ្លាំងក្លាក្នុងការកាត់ផ្ដាច់បាបអកុសលក្នុងពេលហ្នឹងណាក្នុងពេលហ្នឹងណាអញ្ចឹងបានជាសម័យយើងនេះវាត្រូវមកអង្គុយសមាធិអង្គុយស្ងៀមអញ្ចឹងទៅកំណត់ដឹងនៅអារម្មណ៍តណ្ហាចេតនាបំណងទោសៈលោភៈនេះអញ្ចឹងអេរិយាបថអង្គុយនេះគឺសំខាន់ណាស់ញោមសំខាន់ណាស់ដែលហៅថាបដិបត្តិដែលយើងយកបទដ្ឋានអង្គុយហ្នឹងគឺយើងអង្គុយអញ្ចឹងទៅពេលយើងអង្គុយយើងដឹងកលេសទោសៈរាគៈលោភៈមោហៈភាពវែងវាន់ជាច្រើនដែលវាជ្រួសច្រាលចេញមកហ្នឹងហើយយើងកំណត់ដឹងណាពេលអង្គុយហើយយើងកំណត់ដឹងហ្នឹងយើងរៀនពិសោធន៍អង្កេតដឹងហ្នឹងគេហៅថាបដិបត្តិតែមុននឹងយើងមកកំណត់ដឹងទាំងអស់ហ្នឹងគឺយើងបានរៀនបរិយត្តិរួចហើយណាគឺយើងបានស្ដាប់គ្រូអាចារ្យបញ្យលអានបីដកខ្លះទៅស្ដាប់គេឲ្យយល់ពីបាតុភូតអញ្ចឹងហើយយើងមកអង្កេតពិសោធន៍បដិបត្តិតាមត្រាប់តាមដើម្បីវាចាដើម្បីកម្ចាត់បងដើម្បីធ្វើឲ្យកលេសហ្នឹងរីងស្ងួននេះគេហៅថាបដិបត្តិអញ្ចឹងសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់ត្រេកអរជ្រះថ្លារីករាយសិក្សារៀនសូត្របដិបត្តិរហូតដល់សម្រេចនៅញាណសម្រេចនៅការដឹងច្បាស់ដោយខ្លួនឯងកម្ចាត់បងនៅការភ័ន្តច្រឡំទាំងឡាយសូមអនុមោទនា